បងប្អូនណាយលើគេថា off road ដល់ពេលខ្លួនឯងចេញមក off road លើកទី1បាត់ដឹងថារន្ធត់បែបម៉េចបងប្អូនទាំងអស់គ្នាបងប្អូនមើលដល់ចប់និយាយពីថាក្បាលវីដេអូដំបូងដូចខ្លួនឯងនឹងក្លាហានណាស់ចឹងជាមួយទៅទៀតបាត់ដឹងប្រឹងនិយាយពីម៉ាននាទីដំបូងហ្នឹងគឺសបាយសបាយហូសោចនិយាយពីអស់ពីពោះហ្មងដល់ពេលដល់ទីទៀតបានដឹងថាឆ្លងព្រៃមិនបងប្អូនឃើញអត់ចាប់ដាំចុះណាចុះទៅដល់ចុះពីផ្លូវក៏គ្រប់ហមហើយទៅដល់ផ្លូវរៀងលាក់តិចរៀងភ្នែកសម្នាក់បដាបានមិត្តភ័ក្ដិជនជាតិបរទេសហ្នឹងគឺថានាំនិយាយនាំសបាយកុំឲ្យគ្នាភ័យបារម្ភមានណាខ្លួនឯងមិនស្ទុះទៀតស្ងាត់មាត់ឈឹងไม่ใช่ตามไกด์ពេលចាប់ដើមភ័យមានទេម្នាក់ចាប់ដើមនាំគ្នា9គ្នានិយាយអត់ហ៊ានមើលទៅមុខទេមើលទៅចំហៀងទេហើយមើលផ្លូវខាងមុខបងប្អូនមើលនៅក្នុងនេះអញ្ចឹងបងប្អូនតែមើលនៅខាងក្រៅបងប្អូនហើយផ្លូវកលុកកលៀតក្លាក់ខ្ញុំសរសើរហ្មងបងប្អូនអ្នកដែលគាត់ឡើងដោះ off road សរសើរមែនទែនហើយមានហ្គាយបងប្អូនមានហ្គាយគាត់សួរថាទៅមុខទៀតអត់1ម៉ោងអត់គាត់ថាអត់ទេបងអើយសុំតែកន្លះម៉ោងទេសុំបកក្រោយវិញហើយបងប្អូនមិនមែនឆ្លងតែកលុកធំធម្មតាណាតែនេះមានអូទេបងប្អូនខ្ញុំពងគិតថាទៅបែបម៉េចតែតកង់គាត់ទៅដោយសារហ្គាយគាត់នាំបងប្អូននាំឆ្លងកាត់អូហ្នឹងហ្មងប្រហែលជាគេត្រូវឆ្លងកាត់អូហ្នឹងដើម្បី off roadហើយអូអាណិតម៉ូតូខ្លាំងមែនទែនឆ្លងអូមួយហើយបានដល់កន្លែងទីវាលស្អាតបងប្អូនស្អាតមែនទែននឹងគ្រីនបងប្អូននៅការីរុំយើងនេះនៅខែភ្លៀងស្រស់ស្អាតខ្លាំងមែនទែនទាំងយប់ឡើងត្រជាក់ស្រួលខ្លួនពពកខ្យល់អាកាសធាតុល្អខ្លាំងមែនទេបងប្អូនខ្ញុំ recommend ខែភ្លៀងហើយខែភ្លៀងបងប្អូនគួរតែសាកល្បង off road ដូចខ្ញុំអញ្ចឹងបទពិសោធន៍ថ្មី You okay I know បាទសុំទៅបងប្អូនទាំងអស់គ្នាខ្ញុំឈប់និយាយត្រឹមហ្នឹងហើយចង់ឲ្យបងប្អូនមើលទេសភាពហើយសំឡេងធម្មជាតិទាំងអស់គ្នាបាយបាយកុំភ្លេចបងប្អូនបើសិនបើចង់បានទេសភាពបែបធម្មជាតិស្រស់ស្រាយ relax បែប family ឬក៏មិត្តភ័ក្តិអីដូចមិត្តភ័ក្តិខ្ញុំអញ្ចឹងគាត់មកពីស្រុកក្រៅហើយឱកាសល្អមែនទែនដែលគាត់មកប៉ះចំរដូវភ្លៀងហើយខ្ញុំជូនគាត់មកលេងលើភ្នំគិរីរម្យនេះបាយបាយបងប្អូនទាំងអស់គ្នាអរគុណដែលបានមើលវីដេអូនេះរហូតដល់ចប់បងប្អូនកំសាន្តបន្តរហូតដល់ចប់ពួកឯងមានទស្សនីយភាពស្អាតមែនទែននៅក្នុងវីដេអូមួយនេះបងប្អូនបាយបាយសុខសប្បាយស្រឡាញ់បងប្អូនទាំងអស់គ្នា